មិញនេះមានភ្ញៀវម្នាក់គាត់តាក់ទងមកចង់កំងជ្រូកកដលអាំងខាងហាងក៏ជំរាបគាត់ថាឥឡូវនេះមានប្រូម៉ូសិន2ថែម1បងទិញជ្រូកកដលអាំង2ថែមជូនជ្រូកកដលអាំង1និយាយទៅគាត់ពេញចិត្តប្រូម៉ូសិនហ្នឹងខ្លាំងមែនតើប៉ុន្តែគាត់ថាឧបសគ្គរបស់គាត់នោះគ្នាគាត់មាន3នាក់ហ្នឹងឥឡូវញ៉ាំជ្រូក3មិនអស់ហើយបន្ទាប់មកក៏គាត់សួរទៀតអូនបងយកឥឡូវ1យកចុងសប្តាហ៍1យកសប្តាហ៍ក្រោយមួយទៀតបានអត់បានទេទាល់តែយកម្ដងទាំង3បានឥឡូវគាត់ថាអញ្ចេះគាត់កំងផ្លែកមួយបងគាត់ថាយកអាំង1ស្រស់1ប្រឡាក់1អានេះកាប់ដាក់ថង់អញ្ចឹងបានអត់បានឲ្យតែបងយកម្ដងទាំង3កុំថាឡើយប្រឡាក់1ស្រស់1អាំង1បងយកអាំង1ស្រស់2ស្រស់1ប្រឡាក់1អាំង1ក៏បានដែរនិយាយទៅឲ្យតែកំង3ខ្ញុំថែមជូន1ហើយចំពោះຂ្នាតគឺអាំងឆ្អិនចេះចន្លោះ3 4គីឡូបងប្អូនណា4គីឡូឆ្អិនហើយបើសិនជាជ្រូកឆៅ6 7គីឡូអញ្ចឹងបងប្អូនយកបែបណាក៏បានដែរប្រូម៉ូសិននេះជាប្រូម៉ូសិនមួយដែលលក់ដាច់ភ្ញៀវគាត់កម្របានប្រូម៉ូសិននេះខ្ញុំធ្លាប់លក់ម្ដងកាលឆ្នាំមុនខែកញ្ញាឥឡូវយើងលក់សម្រាប់ខែមេសានេះបងប្អូនឲ្យគាត់ត្រូវការអាចកំងបានខ្ញុំលក់ដល់ថ្ងៃទីចុងនិយាយទៅចុងខែមេសានេះតែម្ដងសម្រាប់ប្រូម៉ូសិននេះបងប្អូនកក់ឥឡូវក៏បានដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ